ជារឿងនឹកស្មានមិនដល់ដែលអ្នកលក់លេអនឡាញដ៏ល្បីឈ្មោះចាយត្រីដាណានិងស្វាមីបានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយនេះដាក់ក្រុមជំនឿជាតិបាល់ទះកម្ពុជាដោយនៅក្នុងនោះលោកជំទាវត្រីដាណាក៏បានសរសេរសំណេរជាសារផុសនៅលើបណ្ដាញសង្គម Facebook និយាយចំបែបនេះថាចាយត្រីដាណានិងស្វាមីបានប្រគល់ទឹកប្រាក់ចំនួន$10,000ជូនដល់ក្រុមជំនឿជាតិបាល់ទះកម្ពុជារួចរាល់ហើយដើម្បីជួយលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខដោយយប់មិញនេះនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាននិងចាប់រង្វាន់លេដូមាសលោកជំទាវត្រីដាណាបានផ្ដល់កិត្តិយសនិងមានមោទនភាពយ៉ាងខ្លាំងដែលបានប្រគល់ថវិកាលើកទឹកចិត្តចំនួន$10,000ដោយផ្ទាល់ជូនដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាជ័យជំនះនឹងការខិតខំប្រឹងប្រែងរបស់បងកីឡាករគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូលពួកយើងនៅតែបន្តគាំទ្រនិងឈរពីក្រោយខ្នងបងជានិច្ចស៊ូបាល់ទះកម្ពុជាបាទនេះគឺជាដំណឹងដ៏ល្អមួយបាទសម្រាប់បាល់ទះកម្ពុជាបាទដែលបានលោកជំទាវត្រីដាណាបានផ្ដល់ថវិកាចំនួន$10,000បងប្អូនទាំងអស់គ្នាបាទអញ្ចឹងទេលោកជំទាវត្រីដាណាពិតជាមានស្ដានចិត្តល្អខ្លាំងមែនទែនដែលបានជួយដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាបាទអញ្ចឹងទេបងប្អូនទាំងអស់គ្នាសូមកុំភ្លេចជួយ comment លើកទឹកចិត្តដល់បងកីឡាករបាល់ទះទាំងអស់គ្នាហើយកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ពួកគាត់ផងបាទសូមអរគុណ